សូមស្វាគមន៍មកកាន់កម្មវិធីសិក្សាថ្នាក់ទី5មួយថ្ងៃនេះយើងចាប់ផ្ដើមរៀនមុខវិជ្ជាគណិតវិទ្យាមេរៀនទី1ដែលមានចំណងជើងថាចំនួនដែលយើងនឹងរៀនអំពី1អំណាចនិងសរសេរចំនួន2ខ្ទង់និងតម្លៃលេខតាមខ្ទង់3ការប្រៀបធៀបនិងរៀបលំដាប់ចំនួននិង4ការបង្កត់ចំនួនសូមចាប់ផ្ដើមអំពីអំណាចនិងសំណេរចំនួននៅក្នុងតារាងមានលេខដល់ទៅ5មួយខ្ទង់តើអ្នកអាចអានបានដែរឬទេដើម្បីអាចអានបានយើងត្រូវចេះរាប់លំដាប់ថ្នាក់និងខ្ទង់ពីស្ដាំទៅឆ្វេងជាមុនសិនគឺ1ថ្នាក់ឯកតាថ្នាក់ពាន់និងថ្នាក់លាន2ខ្ទង់រីខ្ទង់10ខ្ទង់100ខ្ទង់ពាន់ខ្ទង់ម៉ឺនខ្ទង់សែននិងខ្ទង់លានគេអាចអានចំនួនក្នុងតារាងតាមពីរបៀបទី1អានតាមថ្នាក់870លាន467,250និងទី2អានតាមខ្ទង់870លាន1,65250យ៉ាងម៉េចហើយមិនពិបាកពេកទេក្នុងការអាននិងសរសេរចំនួនត្រូវចងចាំត្រូវចេះរាប់ថ្នាក់និងខ្ទង់ថ្នាក់រីថ្នាក់ពាន់និងថ្នាក់លានខ្ទង់រីខ្ទង់10ខ្ទង់100ខ្ទង់ពាន់ខ្ទង់ម៉ឺនខ្ទង់សែននិងខ្ទង់លាន